បាទខ្ញុំបាទសូមលំអរកាយគ្រប់នឹងជម្រាបសួរបងប្អូនដែលកំពុងតែតាមដានទេសនាបាទថ្ងៃនេះខ្ញុំបាទសូមផ្តិតនៅរូបភាពដ៏ស្រស់ស្អាតបាទនៅកំពូលភ្នំមួយដែលបងប្អូនពិតជាចង់ដឹងហើយថាតើទីតាំងនោះនៅឯណាហើយមានអ្វីខ្លះបាទដូច្នេះមិនបងអង្គយូរទេខ្ញុំបាទសូមបង្ហាញប្រតិទិភាពជូនបងប្អូនទេសនាបាទនៅក្នុងបរិវេណបាទនៅក្នុងខេត្តព្រៃវែងគឺជាកន្លែងប្រវត្តិសាស្ត្រក៏ដូចជាកន្លែងទេសចរផងដែរបាទនៅក្នុងនេះផងដែរបងប្អូនបានដឹងថាតាមរយៈការនិពន្ធរបស់ភិក្ខុសោមបាទចំពោះរឿងនំមិនធំជាងនាលបងប្អូនពិតជាដឹងថារវាងស្នេហាកំឡោះក្រមុំបាទរឿងមិនធំជាងនាលនេះពិតជាមានការដដានដុតជាប់ក្នុងអារម្មណ៍ស្រទាប់យុវវ័យបាទក៏ដូចជាមានការចងក្រងចេញជាខ្សែភាពយន្តដែលមានការនិពន្ធបាទដោយភិក្ខុសោមបាទសម្រាប់បងប្អូនយុវវ័យសិក្សានុសិស្សក៏មាននៅក្នុងកម្មវិធីសិក្សាផងដែរបាទដូច្នេះបងប្អូនទាំងអស់គ្នាបាទនេះគឺជាទីកន្លែងបូរេប្រវត្តិសាស្ត្រមួយហើយបាទនៅក្នុងខេត្តព្រៃវែងហើយនៅមិនឆ្ងាយប៉ុន្មានពីទីរំខេត្តព្រៃវែងនោះទេបាទដូច្នេះខ្ញុំបាទសូមបង្ហាញពីទស្សនវិជ្ជាទូទៅបាទនៅក្នុងបរិវេណនៃភ្នំឈើកាច់បាភ្នំបាទដែលជាទីកន្លែងកំណើតរបស់បណ្ឌិតទុំបាទតើបណ្ឌិតទុំនិងកញ្ញាទាវមានសន្និហាទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះបានជាក្នុងនោះមានការចងក្រងក៏ដូចចម្លេចនៅពាក្យពេចន៍ខ្លីៗដែលហ៊ានទៅសេដែលអ្នកនិពន្ធសេថានំមិនធំជាងនាលតើអាចមានអត្ថន័យដូចម្តេចខ្លះបាទដូច្នេះមិនបងអង្គយូរទេខ្ញុំបានគ្រាន់តែនាំបងប្អូនឲ្យស្គាល់នៅទីកន្លែងនៅជើងភ្នំដូចជាកំពូលភ្នំឈើកាច់បាក់ភ្នំតែប៉ុណ្ណេះអញ្ចឹងគ្រប់បងប្អូនអរគ្នាមកតាមដានទេសនានៅកម្រងទស្សនវិជ្ជាដើមរបស់គ្នាដូចតទៅបាទសូមគ្រប់អញ្ជើញបាទដំណាក់ទី2បាទនេះគឺជាដំណាក់ខាងលើឬក៏យើងអាចហៅថាជាដំណាក់ទី3នៅលើកំពូលភ្នំឈើកាច់បាក់ភ្នំបាទនៅក្នុងខេត្តព្រៃវែងនេះទស្សនវិជ្ជាទូស្រង់សូមបងប្អូនទេសនាខ្ញុំដូចតគ្នាតើមានអ្វីខ្លះបាត់នៅលើកំពូលភ្នំទាំងអស់គ្នាផងដែរអូនេះមានផ្ទាំងថ្មធំមែនទេបងប្អូនបាទអញ្ជើញស្រាយបងប្អូនសារតែជាងដើរឡើងភ្នំបងប្អូនបានដឹងរៀងទាំងហក់តិចហើយបាទអូពិតជាល្អមែនទេនៅលើនេះគឺមានថ្មដុំធំមែនទេបងប្អូនអ្នកឃើញស្រាប់នេះគឺផ្ទាំងថ្មបាទដូចជាមួយប្រមាណតោនទេបងប្អូនណាគឺធំរបស់ទាស់បាទបងបែបមកជុងទៀតបាទអូនិយាយពីទស្សនវិជ្ជាខាងនេះអូស្អាតពិសេសមែនទេនេះបងប្អូនមើលទស្សនវិជ្ជាវាស្រែរបស់យើងបាទហើយក៏សូមសំណូមពរដល់បងប្អូនទាំងអស់គ្នាដែលមកទេសនានៅរមណីយដ្ឋានមួយនេះដើម្បីចែកម្លែកដល់ភ្ញៀវជាតិអន្តរជាតិដើម្បីបានមកទេសនានៅប្រទេសយើងបានច្រើនសូមបងប្អូនមេត្តាមកកំសាន្តនេះសូមមេត្តា